ta cô nhóm tăng bị đám á cứ quạt ở đây nhẹ dụng mầm trở đôi côn cái tăng bị quạt nơi tụt màu chà bông miên ở vị thi sao bạn nát để oi côn kênh scop và mình chụp to plư chẳng cái nào bọn đôi xa กรบจุ่มรีบสู้มาปาจิตตีกรบต่างออกเนี่ยขนมขายนี่คือเปิดจีบปิดใส่เมนเทนคือยังขนมบานจองมาดอกคาดซิมรีบได้จุบนั่งเนี่ยมาได้มาเนี้ยได้บานปลาปลาใส่แต่ดอกโกวากระโดดจีจูชนะมาหาอาจารย์จังแต่จุบบงใส่ต่างออกเนี่ยสู้บอจ้าสู้บงจุยนายน้องครูนอยลูกปลาเนี่ยมาต่างออกเนี่ยบานสกอร์พ้องจ้าnhóm chua ly sọc liếp chum rồi nông khát sim liếp จ้าบ้องเมียนโอนเหมือนเนี่ยได้เอ๋ย nhóm miên ôn bảy nè จ้าหอยโอนตีมวยอยู่มาโอนประตอบอยู่มาได้จัง ôn ti muốiอายุปรามชน้ำให้โกนประตอบคือจีโกนครัวอายุใบชน้ำ ครัวใส่พอได้บ่ ครัวใส่ จ้าหอยโอนบองต่างใบคือปลาปลาใส่แต่ดอกโกวากระโดดต่างใบเหมือนบ่ จ้าก็เพิ่มละภาวะกระโดดต่างใบ จ้าจังดังมูลค่าท่าแฮดไอ้ได้บองสำหรับจัดเจริญมาใส่แต่ดอกโกวากระโดดโอนบองปลาปลาได้บ่ โดยซาแต่ดอกโกวากระโดดจีบละภาวะพรจุปนมีอาหารรูปธรรมล้อสมัยคนเขมรให้จีบละภาวะมุ้ยได้อัดงี้ក្នុងការដាច់ស្តុក จ้าอันจังสต็อกในคางซิมรีบได้មានបញ្ហាតែអត់ដែរមានបញ្ហាទេបង ចាអញ្ចឹងម៉ាក់ពិសេសមែនតើព្រោះអីការប្រើប្រាស់បើសិនជាដាច់ស្តុកគឺពិបាកក្នុងការរកទិញគឺជារឿងមួយដែលពិបាកខ្លាំងមែនតើចាចុះពេលដែលបងប្រើប្រាស់លើកដំបូងបងយល់ថាកម្រិតរលាយហើយនឹងក្លិនរបស់ម្សៅដោះគោវ៉ាកាដូមិនដែរល្អក្លិនឈ្ងុយកូនចូលចិត្តមុំហើយកម្រិតរលាយស្រួលងាយរលាយហើយឆុងលឿន ចាព្រោះអីឆុងពីរអ្នកផងតតែកម្រិតរលាយលឿនបានស្រួលណាបងចាចុះពេលប្រើប្រាស់លើកដំបូងបងមានការបារម្ភអីដែរនៅពេលដែលយើងសាក់លបងប្រើដំបូងហ្នឹងច្រើនម្សៅទឹកដោះក៏ខ្ញុំបារម្ភដំបូងគឺកូនក្តៀនហើយនឹងស្តុកសម្រាប់ទឹកដោះគោ ចាមកតាំងពីប្រើប្រាស់មកសុខភាពអូនយ៉ាងណាដែរបងឃើញថាគាត់ប្រើប្រាស់ទៅឃើញគាត់សម្គាល់ថាសុខភាពយ៉ាងណាដែរចឹងណាបងតាំងពីកូនខ្ញុំមុំវ៉ាកាដូមកសុខភាពគាត់ល្អអត់ដែលក្តៀនអត់ដែលមានបញ្ហាលាមពងកហើយការលូតលាស់ផងគាត់ត្រូវតាមស្តង់ដារ ចាអញ្ចឹងម៉ាក់ប៉ាភិកច្រើនគឺអត់មានអីក្រៅពីសុបាយចិត្តពេលដែលកូនដែរឈឺឯងបងចាពេលដែលកូនដែរអត់សូវឈឺក៏យើងអត់សូវខាតពេលវេលាចំណាយពេលទៅពេទ្យហើយយើងក៏អស់ក្តីបារម្ភច្រើនដែរបងចាចង់ដឹងមួយទៀតថាបងស្គាល់ brand បាកាដូដំបូងតាមអ្នកណាដែរអញ្ចឹងណាបងតាមមិត្តភ័ក្តិដំបូងពេលគាត់មើលកូនខ្ញុំនៅពេទ្យហ្នឹងគាត់ទិញផលិតផលបាកាដូយកមកឲ្យសាកចាដល់ពេលបន្ទាប់ពីមើលទៅឃើញ ingredient ហើយនឹងអាហារូបត្ថម្ភនៅក្នុងវ៉ាកាដូល្អក៏សាកឲ្យកូនមុំហើយដល់ពេលគាត់មុំទៅឃើញគាត់មុំទៅល្អសុខភាពគាត់ល្អការបាត់ជើងបាត់អីគាត់ក៏ល្អអត់មានបញ្ហាអីចឹងក៏ឲ្យគាត់មុំបន្តជាប់រហូតមកទៅចាអញ្ចឹងម៉ាក់ពិតជាសប្បាយចិត្តហើយនៅពេលដែលបានជ្រើសរើសផលិតផលដែលល្អសម្រាប់កូនចាចុះជីបងមានអ្វីចែករំលែកបន្ថែមពីបទពិសោធន៍ទៅម៉ាក់ប៉ាផ្សេងលក្ខណៈថាបងមានបទពិសោធន៍អីដែលបងចង់ចែករំលែកចឹងណាបងបទពិសោធន៍ដូចជាអត់មានអីទេដោយសារកូនខ្ញុំតាំងពីដើមមកគឺគាត់អត់ដែរភ្ញាក់យកមុំច្រើនដូចកូនគេទេតាំងពីគាត់នៅទូចមកចាបងមានវិធីសាស្ត្របែបណាដែលឲ្យកូនគេស្កប់មកយកតភ្លឺចឹងណាបងដោយសារខ្ញុំឲ្យគាត់ស្គាល់ថ្ងៃយប់តាំងពីពេលដែលគាត់កើតមកអញ្ចឹងមានន័យថាពេលយប់ឡើងខ្ញុំឲ្យគាត់គេនៅក្នុងបន្ទប់យើងបិទភ្លើងបិទអីស្ងប់ស្ងាត់ប៉ុន្តែពេលថ្ងៃខ្ញុំគឺត្រូវលើគាត់ចាញ់មកគេនៅខាងក្រៅបន្ទប់ដូចជាគេនៅបន្ទប់ទទួលភ្ញៀវគាត់មានក្រែគាត់អីគេនៅបន្ទប់ទទួលភ្ញៀវដើម្បីឲ្យគាត់ទទួលបានអាបរិយាកាសដែលគាត់ស្គាល់ថាហ្នឹងគឺជាពេលថ្ងៃមានសម្លេងមានពន្លឺចិញ្ចូលដើម្បីឲ្យគាត់ដឹងថាអូនហ្នឹងជាពេលថ្ងៃហើយចាអញ្ចឹងដល់ពេលយប់ឡើងគាត់គេងស្ងប់ដូចយើងមនុស្សធំដែលដឹងថាអូពេលយប់គឺជាពេលដែលត្រូវគេងហើយនៅពេលថ្ងៃគឺជាពេលដែលគាត់ត្រូវលេងគាត់ត្រូវមុំគាត់ត្រូវគេងថ្ងៃអីចឹងទៅចាជាទូទៅបងឲ្យគាត់ចូលគេងនៅពេលយប់ប្រហែលជាម៉ោងប៉ុន្មានដែរជាទូទៅនៅពេលដែលគាត់នៅទូចគាត់ចូលគេងយប់នៅម៉ោង7ចាហើយគាត់កូនខ្ញុំអត់ងើបមុំយប់ទេចាដោយសារកូនខ្ញុំទី2ដែលភ្លោះហ្នឹងទាំង3និយាយទៅគឺគាត់អត់ឈប់មុំយប់តាំងពីគាត់អាយុ3ខែចាដោយសារគាត់ខ្ញុំឲ្យគាត់មុំតែពេលមុនគេងគាត់មុំឆ្អែតដល់ពេលគាត់មុំឆ្អែតហើយអញ្ចឹងខ្ញុំអត់ទ្រលាប់ដាស់គាត់នៅពេលយប់ដែលគាត់អត់ភ្ញាក់ទាទៅដោះគោទេចាអញ្ចឹងខ្ញុំអត់ទ្រលាប់ដាស់គាត់ទេអញ្ចឹងគាត់មុំនៅពេលដែលគាត់មុនចូលគេងចាមុំគ្រប់ចំនួនហើយគាត់នឹងគេងរហូតបានដូចយើងដល់តែម៉ោងភ្លឺម៉ោង5ឬក៏ម៉ោង6ភ្លឺបានគាត់ចាប់ផ្ដើមភ្ញាក់ឃ្លាន
បានគាត់មុំតែនៅក្នុងចន្លោះពេលយប់គឺគាត់គេងដូចយើងមនុស្សធំអញ្ចឹង អូល្អមែនតើគឺវិធីសាស្ត្របងស្រីដែលគាត់បានបង្ហាញនេះគឺល្អមកម៉ាក់ដែលគាត់មានកូនតូចដូចអត់មានកូនតូចអញ្ចឹងព្រោះអីគេងស្កប់រហូតតតែភ្លឺចាអញ្ចឹងម៉ាក់គាត់ក៏អាចសាកល្បងតាមវិធីសាស្ត្រដែលបងស្រីបានណែនាំវិញគឺល្អចាគឺទី1គឺកូនគេងស្ងប់ទី2ម៉ាក់ខ្លួនឯងក៏មានភាពងាយស្រួលដែរចាគឺយើងអត់សូវអត់កង្វល់ជាពិសេសដូចជាបងស្រីអញ្ចឹងគាត់មាន business ខ្លួនឯងគឺគាត់មានការរវល់ច្រើនចាអញ្ចឹងនៅពេលអញ្ចឹងយើងអត់ដល់ល្ងួយការងារយើងក៏បានល្អចាចុះបងយល់ថាការប្រើប្រាស់ម្សៅទឹកដោះគោវ៉ាកាដូនឹងល្អអញ្ចឹងបងធ្លាប់ណែនាំទៅអតិថិជនផ្សេងទេបងធ្លាប់ខ្ញុំណែនាំទៅបងស្រីខ្ញុំឲ្យក្មួយខ្ញុំហ្នឹងបន្ទាប់គាត់កើតក្រោយកូនប្រុសខ្ញុំចាអញ្ចឹងទៅដល់ពេលខ្ញុំគាត់កូនខ្ញុំមកផលិតផលវ៉ាកាដូល្អអញ្ចឹងខ្ញុំក៏ឲ្យណែនាំទៅបងខ្ញុំទៅឲ្យក្មួយខ្ញុំហ្នឹងគាត់មកវ៉ាកាដូល្អដូចគ្នាចាហើយនឹងមិត្តភក្តិខ្ញុំចាតែគាត់កើតកូនមកក៏ខ្ញុំក៏ណែនាំឲ្យគាត់មកម្សៅវ៉ាកាដូដូចគ្នាចាចឹងតាំងពីគាត់មកកូនពួកគាត់មកអត់ដែលមានបញ្ហារឿងក្តៀនរឿងលាមពងកឬក៏អីទេគឺល្អសុខភាពពួកគាត់ក៏ល្អដូចគ្នាចាជាចុងក្រោយនេះសូមបងជួយពណ៌នាយ៉ាងខ្លីអំពីផលិតផលរបស់វ៉ាកាដូបងយល់យ៉ាងណាដែរវ៉ាកាដូជាផលិតផលល្អម្សៅទឹកដោះគោមានអាហារូបត្ថម្ភល្អកូនអត់ងាយឈឺមកទៅការលូតលាស់របស់កូនត្រូវតាមស្តង់ដារចាពិតជាអរគុណដល់បងស្រីមែនទែនដែលបានគ្រប់គ្រងម្សៅទឹកដោះគោវ៉ាកាដូហើយបានណែនាំទៅកាន់អតិថិជនផ្សេងទៀតចាវីដេអូនេះបានមកដល់នាទីបញ្ចប់ចុងក្រោយហើយនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងកម្មវិធីរបស់វ៉ាកាដូផងដែរបើសិនជាម៉ាក់ប៉ាផ្សេងដែលគាត់មានបទពិសោធន៍ល្អៗចង់ចែករំលែកកុំភ្លេចឆាតមកកាន់ page វ៉ាកាដូក្រុមការងារនឹងចុះទៅលេងដល់ផ្ទះរបស់ម៉ាក់ប៉ាតែម្ដងចាសូមអរគុណ